ការវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោល52និង59ស្រុកគំរៀងនិងខេត្តចន្ទបុរីសម្រេចបាន95%ក្រុមការងារវាស់វែងចម្រុះកម្ពុជានិងថៃបានសម្រេចការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅដំណាក់ខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោលលេខ52និង59ព្រំដែនកម្ពុជាថៃបានចំនួន152បង្គោលស្មើនឹង95%នៅព្រំដែនស្រុកគំរៀងជាប់ខេត្តចន្ទបុរីរបស់ប្រទេសថៃការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅលើបន្ទាត់ព្រំដែននេះធ្វើឡើងចាប់ពីថ្ងៃទី8ដល់ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នេះបង្គោលដែលសម្រេចបានទាំង157បង្គោលគឺស្ថិតក្នុងចំណោមបង្គោលសរុបដែលត្រូវបោះចំនួន166បង្គោលបើតាមក្រុមការងារភាគីទាំងពីររំពឹងថានឹងសម្រេចការងារបោះបង្គោលបណ្ដោះអាសន្នឲ្យបានរួចរាល់នៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះតាមផែនការដែលបានឯកភាពគ្នាក្រុមការងារនៃភាគីទាំងពីរនឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅដំណាក់ខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោលលេខ52និង59ចាប់ពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះតទៅមន្ត្រីជំនាញបញ្យល់ថាការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅព្រំដែនស្រុកគំរៀងធ្វើឡើងមុនការថតរូបពីលើអាកាសដោយប្រើដ្រូនពីព្រោះខ្សែបន្ទាត់ព្រំដែននៅតំបន់នេះត្រង់ហើយភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលបណ្ដោះអាសន្នមុននឹងថតរូបពីលើអាកាសចំណែកនៅភូមិព្រៃច័ន្ទក្រុមការងារត្រូវថតពីលើអាកាសជាមុនសិនមុននឹងធ្វើការវាស់វែងបោះបង្គោលបណ្ដោះអាសន្នដោយកត្តាភូមិសាស្ត្របាទសូមអរគុណ